3.2 ភោគទ្រព្យទេសចរប្រវត្តិសាស្ត្រនិងវប្បធម៌មណ្ឌលអង្គរមានប្រាសាទអង្គរវត្តអង្គរធំនិងប្រាសាទដទៃទៀតជាតំបន់ទាក់ទាញភ្ញៀវទេសចរយ៉ាងសំខាន់ជាងគេនៅកម្ពុជាប្រាសាទទាំងនេះកំពុងទទួលបានការថែទាំជួសជុលក្រោមកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរខេត្តអាជ្ញាធរអប្សរានិងអង្គការយូណេស្កូប្រាសាទនិងកន្លែងដទៃទៀតក៏ត្រូវចាត់ទុកជាមជ្ឈមណ្ឌលទាក់ទាញភ្ញៀវទេសចរផងដែរដូចជាវត្តភ្នំសារមន្ទីរប្រាសាទព្រះវិហារអង្គរបូរីភ្នំជីសូរប្រាសាទនៅទន្លេបាទីភ្នំបាវិតរមណីយដ្ឋានទេសចរមួយចំនួនបាននឹងកំពុងអភិវឌ្ឍដូចជាប្រាសាទសម្បូរព្រៃគុកតំបន់លួងព្រះស្ដេចកនស្ពានបុរាណកំពង់ក្ដីប្រាសាទកោះកេរបឹងមាលានិងការអនុវត្តផែនការតភ្ជាប់ពីប្រាសាទព្រះវិហារទៅប្រាសាទវត្តភូប្រទេសឡាវសារមន្ទីរជាតិគុកទួលស្លែងនិងជើងឯកតំបន់អន្លង់វែងជាតំបន់ទេសចរប្រវត្តិសាស្ត្រនិងវប្បធម៌របស់ប្រទេសកម្ពុជាវត្តព្រះពុទ្ធសាសនាក៏អាចទាក់ទាញភ្ញៀវទេសចរផងដែរហេតុនេះហើយបានជាគេរៀបចំវត្តព្រះពុទ្ធសាសនាចំនួន2នៅខេត្តសៀមរាបនិងមួយទៀតនៅរាជធានីភ្នំពេញសាកល្បងធ្វើជាវត្តគំរូដើម្បីទទួលភ្ញៀវទេសចរមរតកក្បាច់ចម្លាក់នៅភ្នំពេញនិងនៅតាមបណ្ដាខេត្តដទៃទៀតក៏ជាចំណុចល្អសម្រាប់ទាក់ទាញទេសចរផងដែរប្រសិនបើមានការថែរក្សាឲ្យបានត្រឹមត្រូវនោះនឹងក្លាយទៅជាកន្លែងទេសចរមួយយ៉ាងពិតប្រាកដនៅថ្ងៃអនាគត 3.3 ផលិតផលទេសចរថ្មីបន្ថែមលើការបង្កើតមជ្ឈមណ្ឌលទេសចរថ្មីនៅតំបន់ឆ្នេរនិងកោះនិងតំបន់អេកូទេសចរនៅភូមិភាគឦសាននិងនិរតីក្រសួងទេសចរបានរៀបចំព្រឹត្តិការណ៍សំខាន់ៗមួយចំនួនដើម្បីឲ្យក្លាយជាព្រឹត្តិការណ៍ទេសចរវប្បធម៌ឬកីឡាទេសចរដ៏សំខាន់ដើម្បីផ្សព្វផ្សាយទាក់ទាញភ្ញៀវទេសចរឲ្យបានច្រើនដែលជាអាចព្រះរាជពិធីបុណ្យអុំទូកអកអំបុកសំពះព្រះខែពិធីច្រត់ព្រះនង្គ័លការរត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងការប្រកួតកីឡាវាយកូនគោលឡាក់ការងារអាស៊ានបូក3ចិនជប៉ុននិងសាធារណរដ្ឋកូរ៉េនិងអាស៊ានបូក1ឥណ្ឌាក៏បានផ្ដោតសំខាន់ទៅលើទីផ្សារទេសចរនៃកម្ពុជាផងដែរដូចជាការហោះហើរត្រង់អាស៊ានកម្ពុជាជាដើម